Santa King Villa ជាmột villa តូលចំនួនទី3នៃក្រុមហ៊ុន Lone City Group ដែលមានវត្តមានជាផ្លូវការក្នុងដំណាក់កាល The Lotus Manor របស់បុរី Lone City Lotus Sarina Villa តូល Santa គឺយើងរំលេចចេញមកពីពាក្យថា Zen ជាពាក្យមួយរបស់ភាសាសំស្ក្រឹតជប៉ុនដែលតំណាងឲ្យសេចក្តីសុខភាពសុខដុមផ្លូវចិត្តដូចនឹងការរស់នៅក្នុង Villa តូលដែលពោរពេញទៅដោយសេចក្តីស្ងប់សុខផងដែរវីឡាតូននេះមានបន្ទប់គេងសរុបចំនួន6បន្ទប់ទឹក7 terrace ឬ sky bar 1រានហាល3ដាច់ដោយឡែក living area 1 launching area ចំនួន2បន្ថែមបូកជាមួយបន្ទប់ស្តុកសម្ភារៈនិងការរចនាបន្ថែមផ្សេងៗជាច្រើនមុខទៀតដែលសុទ្ធសឹងតែថ្មីស្រឡាងនិង upgrade ពិសេសជាងគំរូវីឡាតូចំនួនមុនងាកមកការរៀបចំផ្នែកខាងមុខគឺការអាប់ដេតក្លោងទ្វាររបងថ្មីដ៏រឹងមាំសម្រាប់តែមួយវីឡាក្នុងដំណាក់កាល The Lotus Manor នេះតែប៉ុណ្ណោះរបងនេះបង្ហាញពីភាពអភិជនមួយកម្រិតទៀតបូកជាមួយទ្វាររុញស្មើដែលងាយស្រួលដល់អតិថិជនរៀបចំបំពេញស្លាយអូតូផ្ដល់នូវភាពទំនើបតាមចំនួនបច្ចេកវិទ្យាឈានមួយជំហានមកទស្សនានៅបរិវេណឯកជនភាពនៃធ្លាផ្ទៃដីទាំងមូលរបស់លោកអ្នកអ្វីដែលនៅចំពោះមុខគឺជាធ្លាចំណតរថយន្តប្រណិតដែលអាចផ្ទុកបានចំនួន6គ្រឿងយ៉ាងតិចហើយខាងលើចំណតរថយន្តគឺជា Terrace ដែលលោកអ្នកអាច design ជា Sky Bar ធំទូលាយសម្រាប់ការជួបជុំផ្សេងផុតពីចំណតក៏មានសល់ធ្លាបន្ថែមអាចរៀបចំជាបន្ទប់ស្នាក់នៅរបស់អង្គរៈមេផ្ទះចុងភៅអនាម័យបានយ៉ាងងាយស្រួលនិងមានមកជាមួយបន្ទប់ទឹកខាងក្រៅរួចជាស្រេចហើយធ្លាខាងមុខនៃអគារវីឡារបស់យើងគឺសល់ផ្ទៃដីរហូតដល់ជិត100ម៉ែត្រការ៉េសម្រាប់ធ្វើជាសួនធម្មជាតិរៀបជា patio ឬក៏ជាកូនផ្ទះលំហែ Santa King Villa មានកម្ពស់3ជាន់មានរូបរាងខ្ពង់ខ្ពស់សង្ហាជា concept design បែប modern premium ចំណុចពិសេសជាងគេគឺមាត់កញ្ចក់កែងត្រង់ខាងមុខកាត់កែងទៅចំហៀងដែលបង្ហាញពីភាពទាក់ទាញប្រណិតភាពនិងកិត្យានុភាពនៃសំណង់វីឡាទាំងមូលហើយយើងអាចមើលឃើញពីសម្រស់វីឡានេះកាន់តែច្បាស់ពីមុំ45ដឺក្រេម្យ៉ាងវិញទៀតម៉ូដកញ្ចក់នេះអាចជួយឲ្យម្ចាស់ផ្ទះមើលឃើញពីស្ថានភាពខាងក្រៅបានច្បាស់និងគ្រប់គ្រងបានផ្ទៃដីគេហដ្ឋានទាំងមូលរបស់ខ្លួនបាត់ទ្វារខាងមុខចូលមកដល់ភ្លាមគឺជាលំហស្វាគមន៍ជិត100ម៉ែត្រការ៉េបើកទូលាយលាតសន្ធឹងពេញផ្ទៃគេហដ្ឋានអមជាមួយពីដានកម្ពស់7ម៉ែត្រកន្លះដែលជាអត្តសញ្ញាណនៃការរចនារបស់បុរី Lone Cityចំណុចពិសេសមួយទៀតគឺមានភ្ជាប់មកជាមួយ bar counter និង built-in kitchen នៅផ្នែកបន្ទប់ចម្អិនអាហារជំនួយដល់ការជួបជុំឲ្យកាន់តែរីករាយព្រោះសល់ space ទូលាយដែលអាចឲ្យលោកអ្នកចម្អិនអាហារនិងទទួលទានអាហារបានដាច់ដោយឡែកផុងចន្ទាធំទូលាយយើងក៏បានគិតគូរយ៉ាងល្អិតល្អន់ពីថាសចន្ទានិងបង្កាន់ដីតោងដែលផ្ដល់ភាពងាយស្រួលដល់ការឡើងនិងទប់ខ្លួនឲ្យមានលំនឹងល្អជាន់ទី2មានបន្ទប់គេងសរុបចំនួន2បន្ថែមទៀតដែលបន្ទប់ Master Bedroom គ្របដណ្ដប់សឹងតែ 50% នៃផ្ទៃអគារទាំងមូលមាន all-in-one walk-in closet upgrade បន្ទប់ទឹកថ្មីឲ្យកាន់តែទូលាយនិងមានមុខងារប្រើប្រាស់ច្រើនជាងមុនបែប modern objective design ហើយក៏មានទ្វារចេញមកterraceខាងក្រៅដែលស្ថិតនៅពីលើចំណតឡានជំហានផ្ទះផងដែរលំហជួបជុំឬ lounge area ទាំងពីរជាន់ធំខ្លាំងដែលភ្ជាប់ទៅនឹង terrace ឬ sky bar ខាងក្រៅជាន់ទី3មានបន្ទប់គេងដល់ទៅ3បន្ថែមទៀតដែលគ្រប់បន្ទប់នីមួយៗគឺធំនិងទូលាយខ្លាំងចំណុចពិសេសនិងលម្អិតភាពនៃការ design villa តូចចំនួនចុងក្រោយនេះនឹងនៅតែដក់ជាប់នៅក្នុងអារម្មណ៍របស់បងប្អូនអតិថិជនរាល់ពេលដែលបងប្អូនកំពុងរស់នៅក្នុង villa តូចដ៏ធំស្កឹមស្កៃមួយនេះព្រោះលោកអ្នកនឹងមានសេចក្តីសុខនិងភាពសុខដុមក្នុងក្រុមគ្រួសារដោយទៅនឹងអត្ថន័យនៃឈ្មោះ Santa របស់វីឡាតូលមួយនេះផងដែរបុរី Lone City ការរស់នៅប្រកបដោយភាពស៊ីវិល័យនិងឯកជនភាព